ម្ដងទៀតយើងជួបគ្នានៅមេរៀនទី4តទៅនឹងការទិញទម្រង់ blocker template ស្អាតៗមករចនាកែលម្អអញ្ចឹងមានន័យថាយើងចង់ឲ្យ blocker និង website របស់យើងនឹងមានទម្រង់ស្អាតប្លែកទាក់ទាញអញ្ចឹងទៅទាក់ទាញចំណាប់អារម្មណ៍អ្នកមើលអញ្ចឹងយើងទិញ template មកយកមកនៅលើ blocker website របស់យើងទៅដើម្បីឲ្យវាស្អាតទាំងណាមើលទៅតោះឥឡូវយើងចូលទៅពេលវេលាកុំឲ្យវីដេអូនេះវែងអញ្ចឹងយើងចាប់ផ្ដើមតែម្ដងទៅចំពោះមេរៀនមុននោះគឺទាក់ទងទៅនឹងការទិញ domain name ពី Namecheap ដើម្បីភ្ជាប់ជាមួយនឹង blocker របស់យើងគឺខ្ញុំបានធ្វើរួចហើយនៅពេលដែលវីដេអូនោះគឺនៅពេលដែលយើងភ្ជាប់ហើយភ្លាមគឺ website យើងអត់ទាន់ដំណើរការទេឥឡូវខ្ញុំ view block ឲ្យមើលវាអត់មានអីសោះដោយសារតែយើងអត់ទាន់បានដូរ template ឬក៏យើងអត់ទាន់បានផុសអីមួយតទៅសោះអញ្ចឹងណាហ្នឹងហើយនេះគឺជាទម្រង់ website របស់យើងឃើញ app.store ដែលខ្ញុំបានទិញដែលខ្ញុំបានធ្វើវីដេអូពីមេរៀនទី3ហ្នឹងណាអញ្ចឹងឥឡូវយើងចូលមកចាប់តាមបដូរ template ទី1ដើម្បីបដូរ template យើងត្រូវតែមានកូដ template ដែលមានទម្រង់ស្អាតៗមកឥឡូវខ្ញុំមានចំនួន14គ្នាចង់ទិញ template ស្អាតៗអ្នកគ្នាអាចចុចនៅលើ description ខាង link description ខាងក្រោមទៅខ្ញុំនឹងបានដាក់នៅ channel នៅ website ដែលបានលក់កូដសម្រាប់ blocker ប៉ុន្តែវាមានតម្លៃរៀងចាប់ពីខ្ទង់$9 ឡើងទៅបើសិនជាអ្នកគ្នាចង់ទិញតវិញក៏បានដែរព្រោះនេះជា blocker ដែល Premier ដែលវាមិនជាប់ license របស់គេទេគឺយើងទិញមកវាជាកម្មសិទ្ធិរបស់យើងដែលយើងអាចកែទៅតាមអ្វីដែលយើងចង់បានអញ្ចឹងណាសម្រាប់ Premier license យើងអាចទិញតវិញខ្ញុំលក់តវិញមួយតែ$4ទេហើយបើសិនជាអ្នកគ្នាអត់ចង់ទិញតវិញខ្ញុំទេអ្នកគ្នាអាចទៅទិញពី link ខាងក្រោមនេះដែលខ្ញុំបានដាក់នៅខាងក្រោម description វីដេអូនេះអ្នកគ្នាអាចចុចនៅលើ description ទៅនឹកឃើញខ្ញុំបានទៅសេថាទិញ template ស្អាតៗពីទីនេះបានអញ្ចឹងអ្នកគ្នាអាចចុចទៅមើលទិញខ្លួនឯងក៏បានឬក៏ទិញតវិញខ្ញុំលក់តែមួយតែ$4ទេបើសិនជាទិញពីទម្រង់ដើមរបស់គេក៏បានដែរអត់បញ្ហាទេអញ្ចឹងណាហ្នឹងហើយអូខេតោះឥឡូវយើងចង់បាន template មួយនេះឥឡូវយើងចុចយកកូដវាមកកូដទាំងអស់ហ្នឹង copy យើង control A យើង control C មកហើយបន្តមកទៀតយើងចូលមក blocker template របស់យើងហើយបន្តមកទៀតយើងចូលមកកន្លែង theme នេះយើងចុចកន្លែង custom នេះតែយើងអត់ចុចយើងចុចខាងស្ដាំកន្លែង custom ហ្នឹងយើងចុចមកយើងយកពាក្យ edit HTML បន្តមកទៀតយើងចុចលើនេះយើង control A មកហើយយើង delete ចោលមកទៀតយើង control V មកយើងផាកូដដែលយើងបាន copy មកមិញហ្នឹងហើយយើងចុចពាក្យ save កន្លែងនេះមកពេលយើង save បានជោគជ័យហើយយើងថយក្រោយមកវិញមកហើយយើង view blocker របស់យើងម្ដងទៀតឃើញអត់វាចេញតម្រងបែបនេះប៉ុន្តែវាអត់មានអត្ថបទអីទេឲ្យស្អាតវាមាន license របស់គេគ្រាន់តែនេះវាជាប់ logo របស់គេតែយើងអាចកែបានប៉ុន្តែ license ទាំងនេះគឺអត់ជាប់ទេអញ្ចឹងយើងអាចកែតម្រូវទៅតាមអ្វីដែលយើងចង់បានពេលនេះតម្រងចាស់នេះនៅពេលដែលខ្ញុំឥឡូវខ្ញុំ refresh តម្រងចាស់មើលដែលយើងអត់បានដូរ template គឺវាចេញមកអត់មានអីសោះតែយើង refresh មើលមកគឺវាចេញតែទម្រង់ដែលខ្ញុំបានដូរមិញហើយដូរ template រួចហើយគឺ template យើងគឺវានៅក្នុងទម្រង់ដើមដែលយើងយកកូដពីគេមកប៉ុន្តែវាយើងចង់កែកន្លែងណាក៏បានដែរកន្លែងកូដនេះតែយើងប្រើប្រាស់នៅ template Premier អញ្ចឹងណាដែលវាមិនជាប់ license របស់គេអញ្ចឹងយើងអត់បានកែតម្រូវអីទេហើយបងប្អូនដែលចង់ទិញកូដ template ស្អាតៗជាច្រើនទៀតអ្នកគ្នាអាចចុចនៅលើ link ខាងក្រោមដែលខ្ញុំបាននិយាយខាងដើមវីដេអូអញ្ចឹងឬក៏អ្នកអាចទិញតបខ្ញុំក៏បានដែរខ្ញុំលក់តែពាក្យកណ្ដាលនៃតម្លៃដែលគេលក់ទេគឺខ្ញុំលក់តែ$4វិញទេ$4វិញណាហ្នឹងហើយបើសិនជាយើងបងប្អូនចង់ទិញពីទម្រង់ដើមក៏បានដែរនេះគឺជា template ដែលខ្ញុំមានគឺមានចំនួន14អញ្ចឹងគឺបងប្អូនអាចចូលមកកាន់ទិញតបខ្ញុំបានដាក់ link នៅក្នុង description ខាងក្រោមដែរឬក៏ឆាតមក Telegram របស់ខ្ញុំមកតែបងប្អូនចូលទៅកាន់ link ដែលទិញខ្ញុំដាក់ថាទិញ template ក្នុងតម្លៃ$4ពីខ្ញុំហ្នឹងគឺហើយចុច link ទៅហើយបងប្អូនមើលទៅគំរូ template ទាំងអស់ហ្នឹងទៅបងប្អូនឆ្លាញ់មួយណាយកមួយហ្នឹងមកណាវាមានទាំងអស់14នេះគឺជាគំរូ template តែអ្នកគ្នាអាចអស់មើលទៅហើយបើគ្នាចង់មើលបើតើអ្នកគ្នាចង់ review មើល template មួយណាអ្នកគ្នាអាចចូល review បានដូច template internal អញ្ចឹងឬក៏នេះទៅយើងចង់ review មើលវាតម្រង់បែបណាយើងចុចខាង like button ហ្នឹង review មើលទៅគឺវាតម្រង់បែបនេះអញ្ចឹងណានេះសម្រាប់អ្នកដែលធ្វើជាប្រភេទរឿងភាគគឺត្រូវហើយគំរូ template មួយនេះអញ្ចឹងនៅគំរូ template ជាច្រើនទៀតអ្នកគ្នាអាចមើលបានតោះឥឡូវនេះយើងចូលមកប្រធានបទរបស់យើងវិញតែតម្រូវមួយអញ្ចឹងណាដោយសារតែយើងបានបដូររួចហើយឥឡូវយើងចង់កែ logo អញ្ចឹងទៅយើងចូលមកកន្លែងlayout នេះហើយយើងចង់កែនេះ logo ចេះនេះ logo នេះឬក៏អាកន្លែងនេះអ្នកគ្នាចង់បដូរឲ្យគេដូចជានេះដូចជា template blocker របស់គេគឺកន្លែងគេបដូរ logo icon មកតែអញ្ចឹងយើងចង់បដូរកន្លែងហ្នឹងដែរយើងចូលមកកន្លែង setting កុំនេះបងប្អូនឃើញពាក្យ file icon នេះ file icon ខ្ញុំចុច select ឡើងនេះមកហើយអ្នកគ្នាទៅរក icon អ្នកគ្នាចង់បដូរមកអ្នកគ្នាចង់ដាក់ icon នេះគេឥឡូវខ្ញុំឧទាហរណ៍មួយទេឥឡូវខ្ញុំចង់បដូរ icon អានេះខ្ញុំឧទាហរណ៍អ្នកគ្នាឆ្លាញ់ icon មួយណាដាក់មួយហ្នឹងមកបើសិនជាអ្នកគ្នាឆ្លាញ់អញ្ចឹងយើងចុចពាក្យ save មកមួយមកប៉ុន្តែវាអត់ទាន់យើងភ្លាមៗយើងត្រូវរងចាំបន្តិចអីចឹងណាហើយជា4-10នាទីយើងទៅបានវាចេញវាដោយសារតែយើងទៅបដូរមិញភ្លាមៗអញ្ចឹងវាអត់ទាន់ចេញទេយើងរងចាំបន្តិចទៅឥឡូវយើងកែបន្តទៀតយើងចូលមក layout យើងចង់កែ menu នេះខាងលើតែ menu ចាស់របស់គេយើងចូលមកយើងលុបចោលទាំងអស់លុបចោលអស់មកកន្លែងហ្នឹងកន្លែង menu ហ្នឹងហើយ home យើងទុកដដែលយើងចុច add ថាថ្មីឥឡូវគឺថាwebsite ដែលខ្ញុំធ្វើសម្រាប់បង្ហាញដល់អ្នកនេះគឺខ្ញុំចង់
content ទាក់ទងទៅនឹងការ download app ណាមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំប្ដូរមកកន្លែងនេះខ្ញុំដាក់ថាពេលអញ្ចឹងទៅដោយសារតែយើងអត់តមានជាប្រភេទ category ទេអញ្ចឹងគឺយើងដាក់កន្លែងនេះយើងដាក់សញ្ញា slash សិនមកបន្តមកទៀតយើងចង់បន្ថែមទៀតដូចកន្លែងនេះខ្ញុំដាក់ game កន្លែងនេះខ្ញុំដាក់ slash សិនមកនៅពេលដែលយើងមាន category game យើងយកយើង copy link ខ្ញុំដាក់មកបន្តមកនេះកន្លែងនេះខ្ញុំដាក់ APK យើងចោះហ្នឹងណាហ្នឹងហើយអញ្ចឹងយើង slash ចឹងមកហើយដល់មកទៀតយើងចុច fail យើងចូលមកមើលតម្រងនេះមកគឺខ្ញុំដូរមិញគឺ menu នេះបន្តមកទៀតយើងមាន category ចំណុចសំខាន់ប្រហែលយើងដាក់មកថាឥឡូវដល់ចំណុចទី2ទី3ទី4គឺយើងដាក់ទាក់ទងទៅនឹង privacy policy យើងត្រូវតែដាក់ថា privacy policy ដែរព្រោះអីដើម្បីបើសិនជាយើងមិនមានគោលការណ៍មិនមាន privacy policy ទេគឺស្នើសុំ Google Adsense នេះពិបាកទេអញ្ចឹងយើងត្រូវតែមាន policy privacy សម្រាប់អ្នកប្រើប្រាស់តែទំព័រ website របស់យើងអញ្ចឹងគឺបានទេប៉ុណ្ណឹងបានចុះឥឡូវយើង slash មកហើយនៅពេលដែលយើងមានcategory យើង copy យក copy ដាក់នេះមកឥឡូវយើង refresh មួយមកហើយយើងចង់ដូរ logo នេះ logo នេះមកដាក់ logo របស់យើងវិញឥឡូវយើងចង់ដូរ logo មួយណាឥឡូវយើងចូលមកកន្លែងmy header ហ្នឹងអានេះឃើញ logo របស់គេអញ្ចឹងយើងចុចកន្លែង upload iMac នេះមកអានេះសម្រាប់យើងកែកុនខ្ញុំចង់បដូរ logo របស់ខ្ញុំដាក់ logo មួយនេះចុះ logo មួយនេះយើងចុចដល់ពេលយើងចាំចុចយើងចុច save មកបន្តិចយើង refresh មួយមកឃើញវាចេញ logo របស់យើងឃើញនឹង logo របស់យើងតែយើងប្រើប្រភេទជា file វាមានចលនាអញ្ចឹងណាហ្នឹងតែយើងបដូរ mode មកជាប្រភេទវាចេញ logo របស់គេអញ្ចឹងគឺយើងចូលមកកន្លែងនេះមកកន្លែងដដែលរបស់យើងដាក់នៅខាងលើនេះយើងពាក្យ save ហើយយើង press ម្ដងទៀតគឺវាចេញ logo របស់យើងហ្នឹងរបៀបនៃការគឺមានប៉ុណ្ណឹងហើយអ្វីដែលយើងចង់កែទៀតយើងចង់កែចំណុចណាទៀតអញ្ចឹងយើងមើលអស់មកថាឥឡូវយើងចង់នេះខ្ញុំនេះគឺខ្ញុំបញ្យល់ខ្លីៗទៅកាន់អ្នកនរគ្នាទេអញ្ចឹងណាហ្នឹងហើយហើយយើងត្រូវតែព្យាយាមស្វែងរកកែខ្លួនឯងទៅប៉ុន្តែខ្ញុំបង្ហាញជាគោលអញ្ចឹងណាជាកន្លែងនេះយើងដាក់ចង់នេះកន្លែង copyright នេះយើងចង់ដាក់របស់យើងទៅយើងអស់មកបវរក្រោមអស់នេះឃើញកន្លែង Third copyright យើងចុចលើកន្លែងនេះយើងដាក់ឆ្នាំ2025 copyright យើងចុចពាក្យ save មកហើយយើងទៅមើលម្ដងទៀតឃើញហ្នឹងនេះយើង copyright របស់យើងទាំងអស់ហ្នឹងហើយត្រង់ចំណុចនេះគឺថាទាំងអស់គ្នានេះចំណុចខ្លះនេះអ្នកគ្នាចង់លុបចោលឥឡូវចង់ដោយសារតែវាជា content យើងអត់មានអីទេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំផុសអត្ថបទមួយឲ្យអ្នកគ្នាមើលចុះវិញខ្ញុំផុសអត្ថបទមួយហើយគឺយើងចូលមកកន្លែងយើង refresh សាររបស់យើងនោះទៀតគឺវាមានឃើញអត្ថបទប៉ុន្តែទាំងនេះត្រូវតែសេអត្ថបទអានេះខ្ញុំគ្រាន់ឧទាហរណ៍ថាខ្ញុំគ្រាន់តែដាក់រូបមួយដើម្បីឲ្យមើលទាំងគ្នាមើលទេអញ្ចឹងគឺវាអត់មានអីដាក់រូបឲ្យទាំងគ្នាមើលមួយទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងត្រូវតែសេអត្ថបទមកដើម្បីស្នើសុំ Google Adsense នេះគឺជា label category ដែលយើងមានមិញអញ្ចឹងថាឥឡូវនេះយើងបានបង្កើតឲ្យកន្លែង menu មិញណាកន្លែង menu នេះយើងចូលមកបដូរកន្លែង category បើសិនជាយើងឧទាហរណ៍យើងចុចលើ app វាអត់មានអីទេឃើញអត់ប៉ុន្តែវាអត់ចេញអីទេវាអត់ចេញជាប្រភេទ content របស់យើងទេ game ក៏អត់មានដែរដោយសារតែយើងប្រើទំព័រដើមពេលខ្ញុំបានបង្កើត logo category រួចហើយឥឡូវយើងចូលមើលកន្លែងមាន label category លើនេះ APK app និង game អញ្ចឹងយើងចុចឥឡូវយើងចង់បាន link មួយនេះយើងយក game យើងមកស្ដាំមកយើងយកពាក្យ copy link address មកហើយយើងយកមកកន្លែងបដូរមិញខ្ញុំដាក់ game អញ្ចឹងយើងផាកន្លែងset URL នេះយើងផាមកយើង save យើងទៅ copy មួយទៀតពី app copy ដូចគ្នាមកនេះកន្លែងនេះ app យើង copy APK ទៀតមកបើយើងចង់បង្កើត category label ផ្សេងទៀតយើងដាក់ដូចអញ្ចឹងមកណានឹងដូចគ្នាមកវាអត់ខុសគ្នាទេហើយយើងធ្វើអញ្ចឹងមកសម្រាប់កែ menu យើងចុច save មកហើយយើងចុច refresh របស់យើងមួយមក home ដដែលខ្ញុំឃើញ app គឺវាចេញ content មកចុច game វាចេញ content អានេះខ្ញុំឧទាហរណ៍ទេថាបើសិនជាយើងផុសអត្ថបទចាំខ្ញុំបញ្យល់នៅពេលក្រោយទៀត APK policy យើងអត់មានទេអញ្ចឹងយើងចូលមកកាន់ page មួយមកយើងចូលមកកាន់ page យើងបង្កើត policy មួយមក policy សម្រាប់ត្រង់នេះចំណុច policy of user និង about ឬក៏ contact us នេះយើងបង្កើតនៅលើ page យើងអត់បង្កើតលើ content ទេជាដាក់ policy របៀបនៃការបង្កើត policy privacy ទាំងអស់គ្នាតែបង្កើតមិនដេចគឺទាំងអស់គ្នាអាចចូលទៅកាន់ឲ្យ AI បង្កើតឲ្យក៏បានដែរឲ្យ AI បង្កើតឲ្យមកវាងាយស្រួលចាបង្កើតឲ្យមក Cause I don't give a fuck what you say Yeah I'ma do shit my way Really care what you think of me respectfully You can keep យើងបង្កើត policy privacy មិញបានហើយយើងចូលមក view មកកន្លែងផ្នែករូបផ្នែកនេះហើយយើង copy link នេះយើងយកទៅដាក់នៅកន្លែងlayout ហើយយើងចូលមកកន្លែង my menu មកហើយយើងមក policy នេះ privacy policy នេះហើយយើងសាក link នឹងចូលមកយើង save មកយើង save បន្តិចមកបន្តមកទៀតយើង refresh website របស់យើងមើលបន្តមកទៀតយើងមើលយើងចុចលើ privacy គឺវាចេញ privacy របស់យើងបានបង្កើតមិញហើយចំណុច term of use ឬក៏ term of service នេះគឺដល់គ្នាបង្កើតតាមហ្នឹងទៀតមកយើងចូលមកកន្លែង page បង្កើតមកហើយសម្រាប់menu ផ្សេងទៀតគឺយើង copy category យកមកនេះហើយសម្រាប់ page about us ហើយក៏អញ្ចឹងទៅយើងបង្កើតផ្សេងទៀតមកឥឡូវយើងបង្កើតabout us មួយទៀតមក
ឬក៏ contact us ទាក់ទងមកពួកយើងអញ្ចឹងណាហ្នឹងហើយហើយយើងប្រើកូដដើម្បី contact us គឺយើងប្រើកូដនឹងចេញមកហើយយើង copy អាកូដនឹងកន្លែងហ្នឹងមកកូដអញ្ចឹងមកយើងចុចពាក្យកន្លែងនេះកន្លែងវះពោះនេះហើយយើង view មើលវាចេញបែបណាគឺវាចេញចេះហើយកន្លែងឈ្មោះ email ផ្សេងណាហើយផ្ញើអញ្ចឹងហើយយើងទៅសេអីថែមទៀតមកលើយើងសេមកយើងប្រសិនបើអ្នកមានចម្ងល់យើង copy មកយើងដាក់កន្លែងហ្នឹងមកកន្លែងនេះយើងអត់ឆូតទេហើយយើងចុចពាក្យ public មកហើយយើង view សាកមើលឃើញវាចេញតម្រងចេញតាក់ទងមកយើងប្រសិនបើអ្នកមានចម្ងល់អញ្ចឹងយើងកែឲ្យស្អាតគឺយើងមានប៉ុណ្ណាហើយបើយើងចង់កែផ្សេងៗទៀតយើងកែតាមហ្នឹងមកចូលមក line layout យើងកែមួយមួយមក plug in គឺយើងបដូរមក Facebook បើយើងមាន Facebook page យើងដាក់ Facebook page បើយើងអត់មានទេយើងចុច slash ចេះចោលមកយើងបដូរអា URL code របស់គេចោលទៅយើងលុបចោលយើងដាក់តែ slash សញ្ញា slash មកការកែនៅលើ layout ហ្នឹងគឺកែដូចគ្នាបើសិនជាយើងចង់បន្ថែម layout កន្លែងនេះយើងបន្ថែមបានយើងបន្ថែមមកបើយើងចង់ដាក់អីគេថែមគេ code Google Lesson ប៉ុន្តែយើងអត់ទាន់បានមាន account ទេឬក៏យើងចង់ដាក់រូបយើងចុចនៅលើកន្លែងនេះមក upload មកកន្លែង upload email from computer នេះយើង upload រូបភាពរបស់យើងមួយមកឧទាហរណ៍ខ្ញុំ upload logo មួយនេះចុះ logo របស់app របស់ខ្ញុំហើយយើងរងចាំវាចេញចេញមកពេលទៅយើងចុច save មកហើយពេលយើង refresh មកឃើញវាមាន logo នៅលើ line នេះហ្នឹងហើយអញ្ចឹងណា logo វាយើងកែតាមនោះទៅមកហើយដូចជា app នេះវាយើងអត់ទាន់មាន app ទេអញ្ចឹងយើងចុចដើម្បីបិទវាកុំឲ្យពេលបង្ហាញចេះយើងគ្រាន់តែយើងបាច់លុបវាចោលយើងគ្រាន់តែចុចគ្នាសញ្ញា show this widget នេះយើងចុចបិទមកយើង save មកចាំមើលអាខាងលើនេះវាលែងចេញចាខាងក្រោមធ្វើដូចគ្នាចាំដល់ពេលដែលយើងបានវិជ្ជាកម្មពី Google Lesson មកចាំយើងដាក់កូដនៅក្នុងប្លង់ហ្នឹងក៏បានដែរប្រម៉ូទវិជ្ជាកម្មផ្សេងៗទៀតគឺដល់នេះគ្រាន់តែចុច add line នេះមកយើងយកពាក្យប្រភេទបើសិនជាកូដវិជ្ជាកម្មរបស់គ្នាជាប្រភេទកូដយើងយកកូដមកហើយបើសិនជាមិនមែនទេយើងយកអីផ្សេងយើងយកតាមហ្នឹងមកណាយើងយកបន្ថែមតាមមកគឺពិបាកទេក្នុងការកែ template អញ្ចឹងក្នុងការកែហើយសម្រាប់ icon នៅដូចគេនៅកន្លែងនេះវាអត់តន់ចេញទេឥឡូវខ្ញុំសាកដូរម្ដងទៀតទៅមើលវាចេញអត់មិញដោយសារវាអត់តន់ចេញហើយខ្ញុំដូរដាក់ logo របស់ខ្ញុំមួយនេះវិញទៅមើលវាចេញជិតវា sale ខ្ញុំ refresh វាមួយហើយខ្ញុំចុច view មកតែវាអត់តន់ចេញទេយើងរងចាំនៅពេលដែលចូលដល់ប្រធានបទថ្មីរបស់យើងនេះគឺទាក់ទងនឹងការបង្កើតមាតិកាដើម្បីបង្ហោះនៅលើ blockchain របស់យើងអញ្ចឹងយើងជួបគ្នានៅចំណុចទី5មេរៀនទី5ដើម្បីស្វែងរក content ឬក៏បង្កើតមាតិកាដើម្បីបង្ហោះនៅគេហទំព័រ blockchain របស់យើង